មេធាវីថៃជំរុញឲ្យស៊ើបអង្កេតលើមូលនិធិចោមផល្លាំងអាចជាប់ពាក់ព័ន្ធទៅនឹងអំពើលាងលុយកខ្វក់បាទឥឡូវគឺកម្មតាមតនហនហើយបាទកាន់ចោមផល្លាំងបាទត្រូវមេធាវីឲ្យធ្វើការស៊ើបអង្កេតបាទគឺពាក់ព័ន្ធទៅនឹងករណីអំពើលាងលុយខ្មៅបងប្អូនបាទតោះយើងទៅតាមដានទាំងអស់គ្នាមេធាវីដ៏ល្បីល្បាញលោកដេឆាគិទីវិតាយណាន់នាថ្ងៃទី23ដុល្លារបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ស៊ើបអង្កេតលើមូលនិធិរបស់បុគ្គលកាន់ចោមផល្លាំងដែលក្រុងនឹងផ្លាស់ប្ដូរទៅជាមូលនិធិមួយផ្សេងទៀតលោកទទូចថារឿងមួយនេះស្រដៀងទៅនឹងអ្នកនយោបាយថៃជាច្រើនដែលតែងតែប្រើអ្នកណាម្នាក់សម្រាប់លាងលុយកខ្វក់ឬការកិច្ចពន្ធឲ្យពួកគេយោងតាម The Tiger លោកដេឆាបានផ្ដល់បទសម្ភាសន៍តាក់ទងទៅនឹងមូលនិធិកាន់ចោមផល្លាំងដោយបញ្ជាក់ថាបច្ចុប្បន្នមនុស្សជាច្រើនបានចោទជាសំណួរអំពីតម្លាភាពនៃការបង្កើតមូលនិធិរួមទាំងលំហូរហិរញ្ញវត្ថុនិងលំហូរចេញរបស់វាលោកបានបញ្ជាក់ថាការស៊ើបអង្កេតពេលនេះកំពុងដំណើរការហើយលោកក៏ជឿជាក់ថាវាគួរតែបញ្ចប់ឆាប់ៗនេះដោយឡែកតើតងទៅនឹងនីតិវិធីនៃប្រតិបត្តិការមូលនិធិរបស់បុគ្គលរូបនេះមេធាវីដេឆាបានបញ្ជាក់ថាតាមពិតទេមូលនិធិភាគច្រើនត្រូវតែដំណើរការដោយគណៈកម្មាធិការដែលមានឈ្មោះមិនមែនដោយអង្គភាពខាងក្រៅដែលទទួលបន្ទុកអាជីវកម្មនោះទេវាក៏មានករណីដែលគ្រឹះមួយត្រូវបានរំលាយដោយសារតែការកាន់កាប់អាជីវកម្មហើយទ្រព្យសម្បត្តិទាំងអស់ត្រូវបានប្រគល់ជូនរដ្ឋវិញនេះជាចម្ងល់ថាតើចោមផល្លាំងមានពាក់ព័ន្ធទៅនឹងមូលនិធិឬអត់តាមច្បាប់ការសម្រេចចិត្តត្រូវតែធ្វើឡើងដោយសម្លេងភាគច្រើននៃក្រុមប្រឹក្សាភិបាលតើសមាជិកគណៈកម្មាធិការទាំង3រូបនេះជាបេក្ខភាពដែរឬទេបើបុគ្គលនេះមិនជាប់ពាក់ព័ន្ធនោះក៏គ្មានសិទ្ធិអំណាចនៅក្នុងការដឹកនាំឬជំរុញការអនុវត្តគម្រោងណាមួយរួមទាំងការស្ថាបនាផ្លូវឬលេនដ្ឋានផងដែរជាក់ស្ដែងបើមូលនិធិចោមផល្លាំងបានរំលាយហើយទ្រព្យសម្បត្តិទាំងអស់នឹងត្រូវផ្ទេរទៅឲ្យមូលនិធិធម្មណាតដែលបុគ្គលនេះធ្លាប់បានអះអាងពោលគឺមិនអាចទៅរួចនោះទេដូច្នេះលោកជំរុញឲ្យក្រសួងពាក់ព័ន្ធស៊ើបអង្កេតនិងផ្ដល់ការបំភ្លឺទន្ទឹមនឹងនោះទៀតលោកក៏បានលើកឡើងទៀតថាហេតុអ្វីផល្លាំងមិនចុះបញ្ជីខ្លួនឯងជានាយកមូលនិធិនោះលោកបានសង្កត់ធ្ងន់ថាមិនដឹងថាបុគ្គលរូបនោះធ្វើអ្វីឲ្យប្រកាសទេតែលោកជឿថាវាជាការប៉ុនប៉ងដើម្បីគេចពីការទទួលខុសត្រូវផ្លូវច្បាប់ស្រដៀងទៅនឹងអ្នកនយោបាយថៃជាច្រើនដែលតែងតែប្រើអ្នកណាម្នាក់ហើយតែងតាំងពួកគេឲ្យលាងលុយកខ្វក់ឬការកិច្ចពន្ធណាមួយជាមិនខានឡើយបាទអញ្ចឹងព័ត៌មាននេះតកតងជាមួយនឹងកាន់ចោមផល្លាំងបាទតែជាដែលខ្មែរយើងឲ្យរហស្សនាមថាស្ថាបនិកដឹកអាចបងប្អូនបាទនិយាយពាក្យឲ្យអសរុនតិចទៅគឺស្ថាបនិកដឹកអាចបាទដែលគាត់មានគំនិតស្មោកគ្រោកជាច្រើនបាទដែលប្រព្រឹត្តឡើងនៅតាមព្រំដែនបាទភូមិជោគជ័យភូមិប្រច័ន្ទបាទឃុំអូបេជ័រហ្នឹងគឺគាត់មានគំនិតអសិលធម៌ជាច្រើនបាទមានដឹកលមួកដឹកអីមកព្រំដែនអញ្ចឹងបងប្អូនហើយចាក់សម្លេងខ្មោចចាក់អីអញ្ចឹងទៅបាទដើម្បីរំខានបងប្អូនប្រជាពលរដ្ឋយើងនៅភូមិប្រច័ន្ទបាទឥឡូវនេះគឺត្រូវមេធាវីនឹងឲ្យធ្វើការស៊ើបអង្កេតបាទទៅនឹងមូលនិធិរបស់គាត់នឹងថាតើជាជាប់ពាក់ព័ន្ធទៅនឹងអំពើលាងលុយខ្មៅឬក៏អត់បាទ